បាទសួស្តីពុកម៉ែបងប្អូនអ្នកគ្នានេះជាសកម្មភាពនៃការធ្វើម្ហូបក៏ប៉ុន្តែម្ហូបនេះវាគ្មានអីដែលត្រូវស្មុគស្មាញដែលត្រូវពិបាកធ្វើទេគឺយើងស្រស់ងាវទេគាត់ថាវាសកម្មភាពជាទូទៅយើងនេះជាសកម្មភាពសម្អាតយើងទិញងាវមកហើយយើងយកមកសម្អាតណាបងប្អូនសម្អាតឲ្យស្អាតទៅសម្អាតយើងមក2ទឹក3ទឹកអីហ្នឹងហើយខ្ញុំក៏មិនមែនអ្នកជំនាញធ្វើម្ហូបដែរនេះគ្រាន់តែខ្ញុំចង់ធ្វើវីដេអូចែកម្លែកវីដេអូខ្លីៗទាក់ទងនឹងការធ្វើសកម្មភាពធ្វើម្ហូបធ្វើម្ហូបប្រចាំថ្ងៃព្រោះខ្ញុំក៏មិនមែនជាអ្នកជំនាញធ្វើម្ហូបអីដែរអញ្ចឹងណាយើងគាត់ថាអាចចែកម្លែកបាននៅសកម្មភាពធ្វើម្ហូបមួយចំនួនតែអាចជាការមើលកំសាន្តទេវាមិនមែនជាចំណេះដឹងអីទេព្រោះបងប្អូនជាទូទៅស្រស់ងាវដឹងអស់ហើយយើងគាត់ថាលាងសម្អាតងាវហើយយើងដាំទឹកហើយយើងនឹងស្រស់ទៅរយៈពេល1នាទី2នាទីតាមបងប្អូនចង់បានងាវឆ្អិនខ្លាំងឆ្អិនតិចអីចឹងទៅសម្រាប់ខ្ញុំគឺងាវតើខ្ញុំត្រូវការឆ្អិនតែបន្តិចទេស្រស់មកល្មមយើងបកសបកបានណាបើស្រស់តិចពេកយើងពិបាកបកសបកហ្នឹងក៏ពិបាកដែរអញ្ចឹងអានេះគឺសកម្មភាពលាងសម្អាតងាវអញ្ចឹងយើងលាងសម្អាតខ្ញុំលាងដូចជា2ទឹកឬក៏3ទឹកព្រោះយើងចង់ឲ្យវាស្អាតអញ្ចឹងណាព្រោះយើងឆុកខ្លួនឯងបន្ទាប់ពីលាងសម្អាតបានរួចរាល់ហើយគឺសកម្មភាពបន្ទាប់របស់ខ្ញុំហ្នឹងគឺយើងលាយទឹកម្រេចហើយយើងលាយទឹកម្រេចហ្នឹងយើងដាក់តិចទៀតដល់សកម្មភាពនៃការលាយទឹកម្រេចហ្នឹងបងប្អូនគាត់ថាឆ្ងាញ់លាយទឹកម្រេចយើងអាចលាយបាននិយាយទៅវាមិនអីជាពិសេសពិសាយទេអញ្ចឹងយើងលាងសម្អាតក្រូចឆ្មាទី1យើងលាងសម្អាតក្រូចសិនទៅបន្ទាប់ដាក់យើងចានហើយដាក់ដែលឡែកទៅបន្តមកទៀតយើងចាប់ផ្ដើមយកចានមួយហើយយើងទៅយកគ្រឿងមានអំបិលមានប៊ីចេងមានស្ករមានម្រេចហើយនឹងយើងអាំបារ៉ូឌីហ្នឹងគឺយើងដាក់មកល្មមទៅអញ្ចឹងគ្រឿងផ្សំនៃការលាយទឹកម្រេចហ្នឹងគឺយើងមានប៉ុណ្ណឹងទី1គឺមានអំបិលយើងដាក់អំបិលមកស្លាបព្រាទៅស្លាបព្រាតិចតួចទៅប៊ីចេងយើងដាក់មកល្មមទេយើងអាចដាក់កន្លះស្លាបព្រាអញ្ចឹងទៅមានស្ករយើងដាក់បន្តិចទៅតាមអ្នកចំណង់ចំណូលចិត្តអ្នកខ្លះក៏ចង់រៀងផ្អែមក៏ដាក់ស្កររៀងច្រើនទៅអញ្ចឹងបន្តមកទៀតគឺយើងដាក់បារ៉ូឌីគឺយើងដាក់មកល្មមដែរទេយើងអត់ដាក់ច្រើនទេអញ្ចឹងណាអញ្ចឹងយើងមានអំបិលប៊ីចេងស្ករហើយនឹងរ៉ូឌីបន្តមកទៀតយើងដាក់ម្រេចមកបន្តមកទៀតយើងចូលទៅច្បាច់ក្រូចឆ្មាយើងហាន់ក្រូចឆ្មាយើងច្បាច់នេះជាសកម្មភាពរបស់ខ្ញុំក្នុងការធ្វើអញ្ចឹងជាទូទៅគឺតកតងនឹងការស្រស់ងាវស្រស់អីហ្នឹងគ្មានអីពិបាកទេលាយទឹកម្រេចយកគ្មានអីពិបាកដែរហើយអ្នកខ្លះក៏ចង់បើសិនជាបងប្អូនចង់ហឹលអីបងប្អូនអាចហាន់ម្ទេសថែមទៅសម្រាប់ខ្ញុំក៏ដូចគ្នាដែរទឹកម្រេចបើសិនជាអត់មានម្ទេសថែមទេក៏អត់សូវជាមានរសជាតិដែរអត់សូវចូលចិត្តនិយាយទៅតទឹកម្រេចតមានម្ទេសអញ្ចឹងខ្ញុំបានលាយគ្រឿងហើយបន្តមកទៀតដាក់ម្រេចយើងដាក់ច្រើនតិចអីតាមចំណង់ចំណូលចិត្តទៅសម្រាប់ខ្ញុំដាក់វិញច្រើនដែរទឹកម្រេចតើទឹកម្រេចណាបាទហើយបន្តមកទៀតយើងក៏ច្បាច់ក្រូចឆ្មាដាក់យើងកូរឲ្យសព្វហើយយើងច្បាច់ក្រូចឆ្មាដាក់ហើយក៏ប៉ុន្តែសកម្មភាពនេះគឺខ្ញុំអត់តបានដាំទឹកទេក៏ប៉ុន្តែយើងត្រូវដាំទឹកជាមួយគ្នាណាតែខ្ញុំនឹងធ្វើតកតងនឹងដាំទឹកខ្ញុំដាំទឹកក្រោយទេហើយខ្ញុំក៏បានស្រស់ងាវហ្នឹងក៏អត់បានធ្វើវីដេអូដល់ស្ពើស្រស់ដែរបាទអញ្ចឹងយើងតកតងការធ្វើខ្ញុំធ្វើតែត្រឹមសកម្មភាពលាយម្រេចហើយយើងដាក់ច្បាច់ក្រូចឆ្មាជួយអីទេហ្នឹងណាបងប្អូនហើយអញ្ចឹងសកម្មភាពទាំងអស់ហ្នឹងគឺជាសកម្មភាពចម្អិនស្រស់សកម្មភាពធ្វើម្ហូបគឺងាវស្រស់
ហ្នឹងគឺជាមុខម្ហូបមួយដែលយើងពេញនិយមដូចគ្នាអញ្ចឹងហើយតកតងនឹងការធ្វើខ្ញុំគិតថាវាមិនត្រូវទេព្រោះខ្ញុំក៏មិនអ្នកជំនាញអ្នកចេះធ្វើម្ហូបទេតែយើងគាត់អាចធ្វើជាលក្ខណៈម្ហូបលក្ខណៈគ្រួសារអីក្នុងការធ្វើដើម្បីជួយសម្រួលសកម្មភាពការងារគ្រួសារការងារប្តីប្រពន្ធអីចឹងទៅណាបងប្អូនគាត់ប៉ុណ្ណឹងគាត់ថាឲ្យឆ្ងាញ់អីគ្មានអីពិសេសទេគាត់ថាយើងអាចញ៉ាំបានអាចយើងអាចនិយាយរួមអាចធ្វើទៅបានចឹងសង្ឃឹមថាបងប្អូនកុំប្រកែកប្រកាន់ឲ្យមានតកតងនឹងគំនិតច្បល់បតិអីអាចបន្ថែមបន្ថយបានព្រោះយើងនេះជាសកម្មភាពនៃការធ្វើម្ហូបខ្ញុំគ្រាន់តែថតចែកម្លែកបងប្អូនអរគ្នាតែប៉ុណ្្នឹងហើយគ្មានអីទៅជាសកម្មភាពអីដែលខ្ញុំជាអ្នកជំនាញអីទេចឹងអរគុណច្រើនបងប្អូនអរគ្នាហើយសូមថាបងប្អូនមើលពីដើមដល់ចប់ហើយនឹងជួយ Subscribe វីដេអូYouTube ម្នាក់មួយផងដើម្បីឲ្យចែកម្លែកនៅព័ត៌មានឬក៏ចំណេះដឹងផ្សេងបន្ថែមទៀតចឹងណាបងប្អូនចឹងអរគុណច្រើនបងប្អូនហើយសូមថាបងប្អូននឹងមើលវីដេអូនេះរហូតដល់ចប់អរគុណច្រើនបងប្អូនអរគុណច្រើន